តាមមូលហេតុអ្វីបានមានដុះសាច់នៅស្លឹកត្រចៀកគុំត្រចៀកលោកពេលដែលអូនទៅនឹងកើតមកឃើញភ្លាមតែម្ដងហើយមានផលប៉ះពាល់អីដែរទេបាទធ្វើម៉េចបាត់ទៅលោកគ្រូបាទសួស្តីខ្ញុំវិយដិតសុងលីឯកទេសជំនាញកុមារវគ្គកាត់កុមារ18ឆ្នាំបទពិសោធន៍នៃការងារស្តង់ដារអន្តរជាតិតាំងពីឆ្នាំ2007មកចំពោះមូលហេតុដែលធ្វើឲ្យមានដុះសាច់នៅគុំស្លឹកត្រចៀកគឺអាចបណ្ដាលមកពីកត្តាអ្នកជំងឺនោះផ្ទាល់ឬក៏មួយទៀតអាចមកពីចាក់តងជាមួយនឹងកត្តា genetic ដែលភាសាអង់គ្លេសហៅថា genetic syndrome ដូចជា Golden Hair syndrome hemifacial microsomia ឬក៏ first and second age bronchial age syndrome ជាដើមបាទ syndrome ទាំងអស់នេះគឺយើងពិបាកបកជាភាសាខ្មែរប៉ុន្តែបើសិនជាដុកទ័រឬក៏ពេទ្យផ្សេងៗគាត់អាចដឹងបានសំណួរសួរថាតកតងជាមួយនឹងម្ដាយគាត់មានញ៉ាំអាហារអីខុសឬក៏គាត់ធ្វើអ្វីមុនពេលដែលកើតអូនមកកំឡុងពេលដែលមានផ្ទៃពោះនោះអត់គឺมันមានបញ្ហាតកតងជាមួយនឹងរបបអាហារអីទេបាទហើយចំពោះផលប៉ះពាល់វិញគឺมันមានផលប៉ះពាល់អីទេអ្វីដែលឃើញហ្នឹងគឺគ្រាន់តែរូបរាងពីត្រចៀកម្ខាងទៅត្រចៀកខាងគឺមានម្ខាងធម្មតាហើយម្ខាងទៀតគឺមានដុះសាច់ហ្នឹងឯងចំពោះការព្យាបាលគឺយើងត្រូវកាត់ចេញហើយការកាត់នោះមិនមែនជាការកាត់មួយផ្លែតកាត់ដោយគ្មានការដាក់ថ្នាំសន្លប់ចំពោះកុមារឬក៏ចាក់ថ្នាំស្ពឹកបានទេដោយសារតែកុមារគាត់មិនសហការក្នុងការធ្វើទេដោយសារគាត់រើច្រើនអញ្ចឹងករណីខ្លះគ្រូពេទ្យត្រូវដាក់ថ្នាំសណ្ដំរយៈពេល5នាទី10នាទីឬក៏អាច15នាទីដែរអញ្ចឹងបើសិនជាកុមារគាត់គេងហើយគ្រូពេទ្យចាក់ថ្នាំស្ពឹកបន្ថែមហើយក្នុង ពេលដែលគ្រូពេទ្យធ្វើការកាត់ចេញនោះហើយយើងដេរឡើងវិញដើម្បីកុំឲ្យមានការហូរឈាមដើម្បីធ្វើឲ្យបានស្អាតល្អឲ្យធ្នេរស្អាតល្អឲ្យមុខកាត់អ្វីដែលកាត់ចេញហ្នឹងគឺវាស្អាតល្អមកធម្មតាវិញហើយណាមួយគឺដើម្បីសុវត្ថិភាពដល់កុមារតូចចំពោះករណីដែលយើងចាក់ថ្នាំស្ពឹកខ្លះក៏អាចបើចាក់លើដុសអាចជាបញ្ហាដែរប៉ុន្តែបើសិនជាករណីកម្រក៏មានករណីប្រតិកម្មជាមួយនឹងថ្នាំស្ពឹកដែរអញ្ចឹងគ្រូពេទ្យត្រូវការសុវត្ថិភាពគឺត្រូវការដាក់ថ្នាំសណ្ដំដើម្បីឲ្យកុមារគេងលក់ស្រួលហើយនឹងដើម្បីធ្វើទម្រង់ការនោះបានល្អមិនមានការផរំខានរយៈពេលនៃការធ្វើប្រហែលជាខ្ទង់15នាទីបាទទៅ20នាទីអីជាដើមទៅតាមទម្រង់តូចធំតិចឬក៏ច្រើនហើយក្រោយពីការកាត់រួចហើយគឺកុមារអាចកន្លះម៉ោងទៅ1ម៉ោងក្រោយកុមារអាចដឹងខ្លួនហើយចន្លោះពី2ទៅ3ម៉ោងក្រោយកុមារអាចចាប់ផ្ដើមបើតិចតួចបើសិនជាអត់មានបញ្ហាក្អួតបញ្ហាអីទេហើយកុមារដឹងខ្លួនល្អច្បាស់លាស់អត់មានបញ្ហាវិលក្អួតទីងធងអីទេគឺកុមារអាចចាប់ផ្ដើមបើតិចវិញបានហើយនឹងតឡើងបន្តិចម្ដងរហូតដល់អត់មានបញ្ហាអីកុមារអាចត្រឡប់ទៅផ្ទះវិជ្ជាបណ្ឌិតវះកាត់នឹងចេញថ្នាំទៅឲ្យអូនរយៈពេល 4-5 ថ្ងៃហើយត្រឡប់ទៅមកលើកលេបួសវិញរៀងរាល់2ថ្ងៃម្ដងហើយ6ទៅ8ថ្ងៃយើងចន្លោះហ្នឹងយើងអាចកាត់ចេះបានហើយជាទូទៅក្រោយពេលដែលវាកាត់រួចគឺមានការឈឺចាប់តិចតួចហើយញ៉ាំថ្នាំទៅគឺលែងមានការឈឺចាប់ហើយតិចតួចបំផុតក្នុងរយៈពេល24ម៉ោងដំបូងហើយនឹងហាមកុំឲ្យត្រូវទឹកនៅកន្លែងរបួសហ្នឹងរយៈពេល5ថ្ងៃចឹងក្រោយពីការធ្វើការវះកាត់រួចគឺត្រូវថែទាំរបួសការពារកុំឲ្យមានការក្លាយរោគដោយញ៉ាំថ្នាំឲ្យបានទៀងទាត់ត្រឡប់មកលាងរបួសវិញជាមួយវិជ្ជាបណ្ឌិតដើម្បីឲ្យមានការមើលថែច្បាស់លាស់ត្រឹមត្រូវ
បើសិនជាលោកអ្នកមានអូនមានបញ្ហាដូចនេះអាចប្រឹក្សាជាមួយនឹងខ្ញុំបានដោយផ្ទាល់ឬក៏តាមរយៈ Telegram ដែលមានដាក់ដូចខាងក្រោមនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាសន្យាជួបគ្នានៅវគ្គបន្តឆាប់ៗនេះ